បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បញ្ចូលទីតាំងបញ្ចូលឈ្មោះអាជីវកម្មរបស់បងប្អូនចូលទៅក្នុងផែនទីឬក៏ Google Map បងប្អូនអាចទស្សនាវីដេអូនេះបានដោយជាដំបូងបងប្អូនត្រូវចូលទៅកាន់ផែនទីឬក៏ Google Map ដែលមានរូបនេះតោះមកបងប្អូនមើលមកក្រោមនៅខាងស្ដាំដៃនេះគេដាក់ថារួមចំណែកលេខបូកហ្នឹងបងប្អូនចុចលើសញ្ញាលេខបូកហ្នឹងមកបន្ទាប់មកពេលដែលឃើញទម្រង់បែបនេះបងប្អូនត្រូវក្លេកមើលមកខាងលើកន្លែងបញ្ចូលកន្លែងបងប្អូនចុចលើហ្នឹងមកនេះបងប្អូនបន្ទាប់មកវាតម្រូវយើងដាក់ឈ្មោះកន្លែងបើសិនជាបងប្អូនចង់បញ្ចូលអាជីវកម្មបងប្អូនចូលទៅក្នុងហ្នឹងបងប្អូនត្រូវតែដាក់ឈ្មោះហាងបងប្អូនឬមួយក៏ឈ្មោះផ្ទះរបស់បងប្អូនក៏បានដែរនិយាយរួមទៅបើបងប្អូនចង់បញ្ចូលអ្វីចូលទៅក្នុងហ្នឹងគឺដាក់ឈ្មោះហ្នឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ចិត្រាលក់ភេសជ្ជៈចឹងចុះហើយបន្ទាប់មកខ្ញុំដាក់ថាបន្ទាប់មកយើងមើលមកជួរទី2គេដាក់ថាប្រភេទអញ្ចឹងយើងចុចលើហ្នឹងមកហើយគេឲ្យយើងជ្រើសរើសនេះបងប្អូនបើអាជីវកម្មបងប្អូនលក្ខណៈជាអាហារនិងភេសជ្ជៈយើងជ្រើសរើសយកហ្នឹងមកបើសិនជាអាជីវកម្មរបស់បងប្អូនតើតើនឹងអ្វីបងប្អូនដាក់ហ្នឹងមកឬមួយក៏បងប្អូនចង់បញ្ចូលវត្តអារាមឬមួយក៏សាលារៀនបងប្អូនចូលទៅក្នុងហ្នឹងបងប្អូនដាក់តាមហ្នឹងមកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ភេសជ្ជៈនេះចុះអាហារនិងភេសជ្ជៈចំណែកកន្លែងនេះក៏គេឲ្យយើងជ្រើសរើសដែរបងប្អូនកន្លែងនោះភេសជ្ជៈបងប្អូនហ្នឹងតើតើនឹងអ្វីឧទាហរណ៍ថាខ្ញុំលក់កាហ្វេខ្ញុំដាក់កាហ្វេហាងកាហ្វេចឹងចុះបងប្អូនណាបន្តមកអាសយដ្ឋាននេះគេតម្រូវឲ្យយើងដាក់បងប្អូនឥឡូវយើងចុចលើហ្នឹងមកតើមកបងប្អូនអាចបញ្ចូលអាសយដ្ឋានទីតាំងកន្លែងអាជីវកម្មរបស់បងប្អូនហ្នឹងឥឡូវខ្ញុំជិះដាក់សិនទេបងប្អូនឧទាហរណ៍ថាខ្ញុំដាក់នៅក្រុងតាខ្មៅចឹងចុះបងប្អូនឥឡូវខ្ញុំដាក់ថាក្រុងតាខ្មៅបន្ទាប់មកយើងត្រូវតែកែចុចកន្លែងកែផែនទីដើម្បីកំណត់មជុលនេះខាងក្រោមហ្នឹងឲ្យចំទីតាំងហាងរបស់យើងឲ្យចំទីតាំងហាងរបស់យើងណាបងប្អូនចុចកែផែនទីហ្នឹងតើមកបងប្អូនត្រូវតែដាក់ឲ្យចំហាងរបស់បងប្អូនណាមជុលហ្នឹងបងប្អូនឧទាហរណ៍ខ្ញុំដាក់កន្លែងនេះចុះនេះប្រមូលសិនបងប្អូនแล้วដាក់តាណាក៏បានដែរឧទាហរណ៍ខ្ញុំដាក់កន្លែងនេះចុះតែបងប្អូនត្រូវដាក់ឲ្យចំទីតាំងហាងរបស់បងប្អូនហើយបន្ទាប់មកចុចពាក្យថាយល់ព្រមចុចពាក្យថាយល់ព្រមនៅខាងលើនេះថាយល់ព្រមបន្ទាប់មកបងប្អូនគ្រាន់តែចុចថាដាក់បញ្ជូននៅខាងក្រោមនេះបងប្អូនទៅពេលដែលបងប្អូនចុចដាក់បញ្ជូននេះហើយវានឹងបញ្ចូលទីតាំងបងប្អូនចូលទៅក្នុង Google Map អញ្ចឹងនៅពេលដែលគេចង់រកទីតាំងហាងរបស់បងប្អូនគេគ្រាន់តែវាយឈ្មោះខាងលើដែលបងប្អូនដាក់នេះនឹងឃើញទីតាំងរបស់បងប្អូនហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់បើអត់យល់មើលមួយៗបងប្អូនបើសិនជាអត់យល់អាច comment សួរនៅខាងក្រោមបានបងប្អូនអរគុណច្រើនចឹងជួបគ្នានៅវីដេអូចែករំលែកលើកក្រោយទៀតបាយបាយ